បងប្អូនលោកយាយលោកតាពូមីងឃើញវីដេអូនេះហើយប្រកាសជានឹកឃើញអនុស្សាវរីយ៍កាលពីនៅប្រើគោបានហើយគាត់ព្យួរនេះគាត់ព្រោះសណ្ដែកដីបងប្អូនបានតែការព្រោះសណ្ដែកដីរបស់គាត់នេះបាចដូចស្រូវអញ្ចឹងបាទបាចហើយបានគាត់ព្យួរលុបហើយបងប្អូនឃើញខ្មៅនោះអាហ្នឹងផេះបាទពីព្រោះសណ្ដែកដីស៊ីផេះពីកាលណាយើងដាក់ផេះច្រើនទៅធ្វើឲ្យសណ្ដែកដីសម្បូរគ្រាប់ហើយបើលីមកគោអាហ្នឹងវាបានល្អប៉ុន្តែអត់សូវសម្បូរគ្រាប់ដូចយើងផេះទេផេះកាមផេះនិយាយរួមផេះកាមផេះស្លឹកឈើជាពិសេសផេះស្លឹកឈើគឺមានជីវជាតិល្អបាទបើនិយាយឲ្យខ្លីផេះអីក៏ដោយបាទអត់តែផេះបាទពីព្រោះសណ្ដែកដីស៊ីផេះហើយការថតបង្ហាញបាទរបស់ខ្ញុំនេះគ្រាន់តែរក្សាទុកជាឯកសារបាទមិនមែនបំផុសបំផុលឲ្យបងប្អូនវិលទៅប្រើគោវិញទេបាទតែបើបងប្អូនចង់ប្រើក៏ប្រើទៅបាទហើយគាត់នៅប្រើគោបាទប៉ុន្តែក្មេងត្រកក្រោយលែងមានអ្នកប្រើហើយបាទអស់ពីគាត់ទៅថ្មលឿនទោះបាទអស់ពីគាត់ទៅលែងមានអ្នកតអំណែងហ្មងអញ្ចឹងដាច់ហើយបាទការប្រើគោនង្គ័លគឺដាច់ម៉ាត់ហ្មងលែងមានអ្នកប្រើហ្មងហើយបើមានកូនគាត់តអំណែងចេះតែមានអ្នកប្រើតទៀតដែរតែបើកូនគាត់អត់តអំណែងទេដាច់ត្រឹមគាត់ហ្មងបាទហើយគោនង្គ័លតាំងពីបរមរាណនោះបាទកាលពីសម័យមុនយើងមានគ្រឿងចក្រកសិកម្មណាបាទមានតែគោនង្គ័លពេលដែលយើងធ្វើស្រែចម្ការហ្នឹងក៏បានគោនង្គ័លហ្នឹងហើយបើយើងទៅកាប់ចបងាយអីកាប់ចបបានតែយើងដាំបន្តិចបន្តួចក្បែរផ្ទះទេបាទដាំមួយគុំពីរគុំទេបើយើងដាំច្រើនទៅកាប់ចបហត់អញ្ចឹងមានតែគោនង្គ័លហ្នឹងដែលព្យួរធ្វើការលឿនណាតែបើសម័យឥឡូវគឺត្រាក់ទ័របាទគ្រឿងចក្រគឺធ្វើការលឿនរហ័សទាន់ចិត្តតែបើសម័យគោនង្គ័លធ្វើការលឿនជាងកាប់ចបបាទអញ្ចឹងវីដេអូនោះមានតែប៉ុណ្ណឹងបងប្អូនបាទសូមជម្រាបលាបាទសូមជួយ share និងចែករំលែកម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា